អ្នកទាំងអស់គ្នាដែលឆ្ងល់ឡតហេតុអីបានជាអ្នកចម្រៀងអូប៉េរ៉ាគាត់ច្រៀងសម្លេងធំៗបែបនេះអូប៉េរ៉ាត្រូវបានបង្កើតឡើងនៅកំឡុងឆ្នាំ1500ប្រទេសអ៊ីតាលីនៅក្នុងសម័យ Renaissance ដូច្នេះពាក្យថាអូប៉េរ៉ាគឺជាភាសាអ៊ីតាលីដែលមានន័យថាស្នាដៃនៃសិល្បៈកាលពីដំបូងឡើយវាមានឈ្មោះថា Opera e Musica អូប៉េរ៉ាគឺជាទម្រង់នៃសិល្បៈល្ខោនមួយបែបដែលការសម្ដែងក៏ដូចជាការលើកយកមកបង្ហាញសាច់រឿងហ្នឹងគឺយើងយកការច្រៀងជាចម្បងហើយអមជាមួយនឹងវងតន្ត្រីអកេស្ត្រាបានន័យថាពីដើមដល់ចប់គឺយើងមិនមែនអត់មាននិយាយគេមាននិយាយតិចតួចក៏ប៉ុន្តែការច្រៀងភាគច្រើននៅក្នុងសាច់រឿងអូប៉េរ៉ាមួយហើយទម្រង់នៃល្ខោនអូប៉េរ៉ាគឺជាបណ្ដុំនៃសិល្បៈជាច្រើនចូលគ្នាគឺដូចជាច្រៀងសម្ដែងរបាំនិងតន្ត្រីជាច្រើនចូលគ្នានៅក្នុងសិល្បៈល្ខោនតែមួយដូចអ្នកទាំងអស់គ្នាបានជ្រាបរួចហើយគឺអូប៉េរ៉ាបង្កើតតាំងពីសតវត្សទី16អញ្ចឹងកាលពីសតវត្សទី16ហ្នឹងអត់ទាន់មាន microphone អត់ទាន់មានឧបករណ៍សូបសលេងនៅឡើយទេដូច្នេះអ្នកចម្រៀងក៏ដូចជាអ្នកសម្ដែងនៃល្ខោនអូប៉េរ៉ាហ្នឹងត្រូវមានតិចនិចក្នុងការប្រើប្រាស់ក្រអូបមាត់ប្រើប្រាស់កំពង់ខ្យល់ដង្ហើមនិយាយទៅក្នុងខ្លួនប្រាណគាត់ទាំងអស់គឺប្រើប្រាស់ដើម្បីបង្កើតជា resonance នៅក្នុងតិចនិចនៃការច្រៀង resonance គឺជាការប្រើប្រាស់ក្រអូបមាត់ការប្រើប្រាស់កំពង់កក៏ដូចជាដងខ្លួនទាំងមូលដើម្បីបង្កើតជាបន្ទប់មួយសម្រាប់សម្លេងរំញាប់ចូលទៅក្នុងដើម្បីបង្កើនថាមពលក៏ដូចជាបង្កើនសម្លេងឲ្យលឺជាងមុនអញ្ចឹងវាធ្វើឲ្យដងខ្លួនយើងដូចជា amplify មួយអញ្ចឹងនៅពេលដែលសំឡេងរំញ័រចូលទៅក្នុង amplify ហើយសំឡេងនោះនឹងលឺជាងមុនអ្នកចម្រៀងអូប៉េរ៉ាមានសមត្ថភាពអាចបង្កើត resonance នៅក្នុងខ្លួនក្នុងកម្រិត frequency ពី 2800Hz ទៅ 3200Hz ដែលក្នុងចំណុចនេះគេហៅថា single formant អញ្ចឹងបានថាអញ្ចឹងអ្នកនរគ្នាមិនមែនអ្នកចម្រៀងអូប៉េរ៉ាគាត់អាចច្រៀងរហូតទៅដល់ frequency 2800Hz និង 3200Hz ទេឧទាហរណ៍ថានៅក្នុង note la មួយគេហៅថា note មូលដ្ឋាន fundamental នៅក្នុង note la ហ្នឹងមាន frequency 880Hz អញ្ចឹងនៅក្នុង fundamental note ហ្នឹងវាមាន overtone ដែលជាចំហាយតិចៗនៃ fundamental អញ្ចឹងយើងស្ដាប់អត់ឮទេបើមិនជាយើងយក 880Hz ចូលទៅក្នុង analyzer យើងនឹងឃើញមាន overtone តិចៗនៅតាមកតុយតិចៗហ្នឹងអញ្ចឹងអ្នកចម្រៀងអូប៉េរ៉ាគាត់មានបច្ចេកទេសប្រើប្រាស់ resonance ក្នុងខ្លួនរបស់គាត់ហ្នឹងដើម្បីបង្កើននៅក្នុង overtone ពីចន្លោះ2800ទៅ 3200Hz កន្លែងចំណុចកន្លែងហ្នឹងគេហៅថា single formantដូច្នេះនៅចំណុច frequency កន្លែងហ្នឹងគឺអាចរំលងនៅ frequency របស់ orchestra បានហើយដែលក្នុងវង orchestra នៃ opera មួយគឺមានតន្ត្រីករចំនួន60-80នាក់ហើយក្នុង sound house រ៉បមួយមានទស្សនិកជនប្រហែល1500នាក់ឡើងដូច្នេះសំឡេងគាត់តែម្នាក់ឯងគាត់អាចអប់រំទស្សនិកជនក៏ដូចជាអាចទប់ទល់ជាមួយនឹងវងតន្ត្រី orchestra បានអញ្ចឹងសរុបសេចក្តីមកនៅពេលដែលយើងឮអ្នកចម្រៀង opera ច្រៀងធំគឺមិនមែនជាការប្រើប្រាស់កម្លាំងក្នុងការស្រែកច្រៀងទេគឺជាការប្រើប្រាស់តិចនិចទាំងអស់តាំងពី resonance នៅក្នុងខ្លួនមានតាំងពីប្រើប្រាស់កំពង់ខ្យល់ការគ្រប់គ្រងដង្ហើមហើយការប្រើប្រាស់ technique single formant ផងដែរអញ្ចឹងអរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នានៅក្នុងវីដេអូក្រោយ